បាទលោកគ្រូបាទអរគុណច្រើនលោកគ្រូចាំមើលគ្រូវគ្គក្រោយចាំមើលខ្ញុំបាននឹងធូរខ្លាំងទៅចាំមើលវគ្គក្រោយខ្ញុំអាចកំងមកឈុតទៀតឲ្យម្ដាយខ្ញុំព្រោះឯដោយសារម្ដាយខ្ញុំគាត់រៀងលក្ខណៈថារៀងលកម្មភ្នែកទឹកភ្នែកហ៊ីអីចឹងពេលថ្ងៃក្តៅចឹងហើយគាត់ក៏ប្រវត្តិរៀងលាកស្ងួតដែរហើយភ្នែកគាត់វាចង់វិវត្តទៅជាកតុយថ្លែនចឹងលោកគ្រូចាំមើលវគ្គក្រោយមិនខ្ញុំកំងឲ្យម្ដាយខ្ញុំមកឈុតដែរបាទបងប្រើល្អចឹងខ្ញុំសុំសលេងបងណាបងដាក់ផ្សព្វផ្សាយបងប្អូនខ្មែរយើងបានប្រើថ្នាំល្អផងបងឯងបានប៉ុនផងសុំបងឯងមុនភ្ញៀវទាំងអស់ដែលខ្ញុំបានឆាតឲ្យបងមុនហ្នឹងឬក៏ខ្ញុំមិនថាដាក់ page TikTok ហ្នឹងគឺខ្ញុំបានសុំគាត់ទាំងអស់បាទមុននឹងយើងផុសបាទអនុញ្ញាតពីគាត់ដែរព្រោះនឹងប្រើវិនស៊ីភាពឯកជនអ្នកខ្លះទៅក៏គាត់ចង់ឲ្យយើងផ្សព្វផ្សាយអីទេគាត់ដូចថាយើងបានជួលគាត់ឲ្យនិយាយឲ្យអីទេអានឹងសម្ដីរបស់គាត់ពិតអញ្ចឹងអ្នកខ្លះគាត់ចង់តែជាទេមិនចង់ឲ្យគេដឹងថាគាត់ឈឺអញ្ចឹងខ្ញុំសុំបងមុនតែអ្នកខ្លះក៏គាត់គេអត់កណាញ់អីទេគាត់ឲ្យយកផុសចាស់យកប្រើប្រាស់បានអញ្ចឹងណាបាទព្រោះគាត់ប្រើបានផលពិតអញ្ចឹងខ្ញុំសុំបងឯងមុនអញ្ចឹងណាបាទអរគុណបងបាទលោកគ្រូបាទអត់អីទេលោកគ្រូយកសម្លេងខ្ញុំទៅយកទៅផុសតទៅអីទេលោកគ្រូព្រោះអីឲ្យចែកចាយឲ្យជាបរិវត្តខ្មែរឲ្យគាត់ដឹងឲ្យបានច្រើនទៅព្រោះឲ្យគាត់បានប្រើទៅបានធូរជាទាំងអស់គ្នាព្រោះឥឡូវអ្នកឈឺភ្នែកក៏វាច្រើនដែរឥឡូវអត់អីទេលោកគ្រូយកផុសតចុះអត់អីទេលោកគ្រូ